Miệp xô bóng bồn ngàyនេះចង់អាប់ដេតបងប្អូនបន្តិចតាក់ទងទៅនឹងនេះការសាងសង់នៅវត្តពុទ្ធិវង្សណាបងប្អូននេះឥឡូវហ្នឹងឃើញថាសាងសង់បានសាលាបុណ្យមួយធំហើយបងប្អូននេះចិត្តហើយគេដាក់ក្បាច់រចនាបែបខ្មែរយើងអញ្ចឹងណាហ្នឹងហើយចិត្តហើយបងប្អូននេះស្អាតណាពេលធ្វើហើយគឺអាចធ្វើបុណ្យបានច្រើនតែឥឡូវយើងនាំគ្នាចូលទាំងអស់គ្នាមើលថាតើធំប៉ុណ្ណាអញ្ចឹងណាខ្ញុំដើរចូលទៅមើលនៅខាងក្នុងបន្តិចបងប្អូននេះបងប្អូនអូទំហំធំតានេះសាលាបុណ្យណាបាទគេកំពុងធ្វើតភ្លើងតអីធ្វើខាងក្នុងអញ្ចឹងណាហ្នឹងហើយធំមែនតើចឹងទៅពេលធ្វើបុណ្យម្ដងស្រួលបងប្អូននេះចូលមកដល់ខាងក្នុងហើយកន្លែងគេធ្វើម្ហូបធ្វើអីចឹងណាធំនេះបងប្អូនគេកំពុងតឡើងដាក់សម្រាប់បឺតសម្រាប់អីចឹងណាកន្លែងធ្វើម្ហូបធ្វើអីធំបងប្អូនហើយមានកតុបទឹកមានអីទៀតយើងអាចធ្វើកម្មវិធីធ្វើអីគឺបានធំបងប្អូនដោយសារសាលនេះធំហើយអត់ត្រជាក់ឯងគឺពេញអញ្ចឹងហើយនេះជន់ខាងខោមនេះផែកតុបទឹកឯនេះទឹកនេះតុបទឹកនេះតែខំទៀតបងប្អូនជន់នៅខាងក្រោមខ្ញុំដើរទៅមើលបាទអូជន់នេះបងប្អូនរៀងល្ងិតតែធំមានកតុបទឹកមានអីមានជន់ក្រោមធំទៀតណាហ្នឹងហើយបងប្អូនហើយនេះគេពងសាងសង់ហើយចិត្តហើយដែរតែបងប្អូនមើលអញ្ចឹងណាសារបុណ្យអញ្ចឹងខាងក្រោមមានអិចស្ប៉ះធំទៀតអញ្ចឹងណាឥឡូវគេបងធ្វើនេះបងប្អូនធំហ្នឹងកម្លាំងសាមគ្គីរបស់ប្រជាជនខ្មែរយើងដាក់មនុស្សបានច្រើនហើយមានកម្មវិធី2 3កុំអីបានអញ្ចឹងណាហើយយើងចេញទៅបាទហើយនេះសសក្បូរក្បាច់រចនាអីបងប្អូនជុំវិញហ្នឹងឥឡូវគេសាងសង់ផ្ទះសាងសង់អគារអស់ហើយអញ្ចឹងវត្តក៏សាងបានធំដែរបងប្អូនអ្នកស្នាបុណ្យបាទអញ្ចឹងអាប់ដេតឲ្យបងប្អូនមើលប៉ុណ្ណឹងបាទ